សេដ្ឋីវល់កោតកូនប្រុសអញគួរឲ្យស្រឡាញ់មែនហើយយ៉ាកូនប្រុសម៉ាក់គ្រាន់តែជាអ្នកអនាម័យបោះសម្អាតនៅសន្តាគារទីហើយសន្តាគារលក់ទាល់តែអ្នកមានទើបស្នាក់នៅម៉ាក់ឲ្យសាររើបានរបស់ល្អពីធំសម្រាមពិតជាអញ្ចឹងមែនទេណាស់ហើយចុះទោះបីយ៉ាងណាក៏ពួកយើងឈ្នះហើយដែរអ៊ំស្រីអ៊ំប្រកែមែនឈប់សិនក្នុងនាមជាមិត្តភក្តិឯងខ្ញុំមិនឲ្យអញចាញ់បោកគេទេយ៉ាបើរបស់នេះរើបានពិតមែនចាប់ទុកថាអ្នកទាំងពីរឈ្នះប៉ុន្តែត្រូវបញ្ជាក់ឲ្យឃើញថារបស់ទាំងនេះរើបានពិតមែនប្រាប់ថាជារបស់រើបានហើយអត់បញ្ជាក់យ៉ាងម៉េចទៅបញ្ជាក់មិនបានន័យថាលួចយល់ហើយអញ្ចឹងតើម្នាក់ត្រឹមតែជាអ្នកដឹកជញ្ជូនអីវ៉ាន់ម្នាក់ជាអ្នកបោះសម្អាតតាមផ្លូវមិនក៏មានទ្រព្យមានតម្លៃបែបនេះការពិតក៏លួចជាសោះក្រជារឿងមួយតែលួចរបស់គេស្លាប់តែឯងកំណត់ទុកដល់ពួកខ្ញុំទៅឆាប់ចេញទៅបើរបស់ទាំងអស់នេះពិតជារើបានមែនវាមិនអីទេប៉ុន្តែសម្រាប់មកត់នោះត្រកូលលៀងដេញថ្លៃបានឆ្លងកាត់ដៃរបស់ខ្ញុំថាកាយលៀងចាត់ឲ្យគេយកទៅជូនអគ្គនាយិកាវ៉ាន់ហាងមិនក៏នៅក្នុងដៃអ្នកទាំងពីររឿងនេះកុំប្រាប់ណាថាគាត់ជាអគ្គនាយិកាឈីវអ្នកទាំងពីរមើលទៅគាត់កតុំឈួតទៅហើយល្ងងណាស់នេះហើយជាអគ្គនាយិកាឈីវសម្ព័ន្ធវត្តហៅគ្រប់គ្នាស្ដាប់ឮហើយនៅគេថាអ្នកបោះសម្រាមម្នាក់នេះគឺជាអគ្គនាយិកាឈីវសម្ព័ន្ធវ៉ាន់ហៅបើគេជាអគ្គនាយិកាឈីវអញ្ចឹងខ្ញុំជាប្រធានាធិបតីហើយអគ្គនាយិកាសម្ព័ន្ធវ៉ាន់ហៅជាកម្ពុជាមហាសេដ្ឋី10ឆ្នាំជាប់គ្នាគេគ្រាន់តែជាអ្នកសម្បត្តិអនាម័យមិនសមនឹងជួយស្បែកជើងគេផងរកអ្នកសម្ដែងគួរទៅរកអ្នកណាដែលដូចបន្តិចទៅគិតថាកម្ពុជាមហាសេដ្ឋីលើលោកអាចស្លៀកពាក់បែបនឹងបានទេម៉ាក់នេះជាពេលស្អីទៅហើយម៉ាក់នៅតែនឹងទៀតទេអគ្គនាយិកាឈីវសម្ព័ន្ធវ៉ាន់ហៅជាកម្ពុជាមហាសេដ្ឋីយើងមិនអាចបន្លំបានទេកូនប្រុសគេនិយាយថាម៉ាក់ជាបុគ្គលិកអនាម័យក្រមបង្គាប់អគ្គនាយិកាឈីវសន្តាគារទី5ស្ថិតក្រោមឈ្មោះសម្ព័ន្ធវ៉ាន់ហៅមើលទៅគឺឈួតទៅហើយបោះដៃនៅសម្ព័ន្ធវ៉ាន់ហៅហ៊ានបន្លំជាអគ្គនាយិកាបើគេជាអគ្គនាយិកាខ្ញុំជាកូនស្ដេចនេះខ្ញុំឮថាអគ្គនាយិកាឈីវនៅលងឈិនបើសិនជាគាត់ដឹងថាគេបន្លំឈ្មោះគាត់ដល់បោកប្រាស់បែបនេះច្បាស់ជាមានបញ្ហាហើយចាប់ហើយគ្រូសាប៉ាយើងអាចមានរឿងដោយសារពួកគេទេមិនកើតទេឆាប់ប្តឹងប៉ូលីសចាប់ចោលទាំងពីរយកទៅដាក់គុកភ្លាមទៅត្រូវហើយប្តឹងទៅថាម៉េចខ្ញុំដឹងហើយអគ្គនាយិកាសម្ព័ន្ធវ៉ាន់ហៅមកសន្តាគារហើយចាប់ហើយមានរឿងធំជាមិនខានអគ្គនាយិកាប្រកាសជាបានដឹងរឿងមានគេលួចរបស់គាត់ទើបបានជាមកចាប់ចោលទាំងពីរអ្នកតែម្ដងគ្រប់គ្នាជួយធ្វើសាកសីពួកគេទាំងពីរអ្នកគ្មានពាក់ព័ន្ធជាមួយគ្រូសាប៉ាយនោះទេត្រូវហើយពួកគេចង់ស្លាប់នៅខ្លួនឯងទេសន្តាគារនេះជាសហគមន៍ក្រមឈ្មោះរបស់សម្ព័ន្ធវ៉ាន់ហៅប៉ាក្រែងប៉ាស្គាល់ជាមួយនឹងនិជលីវយើងឲ្យចាប់ចោលពីរអ្នកនេះប្រគល់ឲ្យនិជលីវទៅនិជលីវប្រកាសជាអរគុណប៉ាខ្លាំងហើយអ្នកយឹមខ្ញុំប្រមានហើយណាកុំប្រេះផ្ដាច់សោះស្រីឡូឡាស្អីអគ្គនាយិកាមកដល់សន្តាគារលើហើយអ្នកណាហ៊ានប៉ះពាល់គាត់ទោះជាអ្នកណាក៏ដោយខ្ញុំនឹងធ្វើឲ្យគេគ្មានកន្លែងឈរជើងនៅលងឈិននេះនិជលីអ្នកដឹកជញ្ជូនអីវ៉ាន់នឹងម្ដាយរបស់គេជាអ្នកបោះសម្អាតតាមផ្លូវលួចអីវ៉ាន់របស់អគ្គនាយិកាយកមកបោកប្រាស់ទីនេះខ្ញុំកំពុងតែចង់ចាប់គេប្រគល់ជូនលោកចាត់ចែងគឺឯងអ្នកដឹកជញ្ជូនអីវ៉ាន់តើយ៉ាងម៉េចដេកដាក់អ្នកដឹកជញ្ជូនអីវ៉ាន់ធម្មតាម្នាក់មិនក៏ឲ្យចូលមកបានរាល់ថ្ងៃនេះធ្វើការយ៉ាងម៉េចឆាប់អូសពួកគេទាំងពីរចេញក្រៅភ្លាមទៅលាវធានប៉ៅច្បាស់ហើយថាចង់អូសខ្ញុំចេញទៅក្រៅអគ្គនាយិកាគឺអគ្គនាយិកាឡើងធំនៃជូលីវជានៃជួបប្រតិបត្តិក្នុងសន្តាគារនេះក៏ជាកូនចៅចំណិតរបស់អគ្គនាយិកាសូម្បីគូសាហើក៏គ្រប់គាត់ដែរយើងកញ្ចាឯងមិនខ្លាចស្លាប់បាយជាហ៊ានហើយឈ្មោះរបស់គាត់ចឹងផងតើយើងកញ្ចាឯងសម្អាងស្អីហើយគាត់បែបហ្នឹងអីឯងដឹងថានៅចំពោះមុខនេះតើជាអ្នកណាដែរទេហ៎គេអ្នកគាត់គឺជាមិនខុសទេខ្ញុំជាបុគ្គលិកក្រោមបង្គាប់អគ្គនាយិកាឈីវសូមគោរពមីងឈីវនៃជូលីវលោកជាជើងខ្លាំងពិភពជំនួញឡងចិនមិនក៏លោកគោរពអ្នកបោះសម្អាតទៅវិញហើយគេមិនឈីវថែមទៀតហេតុអីប៉ុន្តែហើយនាយកលីវអ្នកអនាម័យនេះបន្លំធ្វើជាអគ្គនាយិកាឈីវគេថែមទាំងលួចវត្ថុមានតម្លៃថាកាយលៀងជូនអគ្គនាយិកាឈីវទៀតផងគឺមកកត់ក្នុងប្រអប់នេះបិទមាត់មកកត់នោះគឺអគ្គនាយិកាជូនទៅដល់មីងឈីវនោះទេម៉ាក់តាមពិតទៅម៉ាក់នៅអគ្គនាយិកាសម្ព័ន្ធវ៉ាន់ហៅស្គាល់គ្នាពិតមែនកូនប្រុសម៉ាក់មានអ្វីប្រកែកជាងនឹងទៀតអ្នកតឡងលើកនេះព្រមលើកកូនស្រីឲ្យកូនខ្ញុំហើយឬមិនបានអ៊ីងស៊ឺតើតែជាប្រពន្ធខ្ញុំអ្នកឯងប្រកែកជាមួយនឹងមនុស្សអគ្គនាយិកាព្រោះតែស្រីឯងចង់ងាប់មែនទេមិនក៏មិនឆាប់ទៅប៉ាបិទមាត់ទៅនេះជូលីវនេះជាការយល់ច្រឡំខ្ញុំនឹងនាំកូនចៅរៃខ្ញុំទៅវិញណាឈប់សិនកូនប្រុសម៉ាក់ដូចជាចាំថាពួកយើងភ្នាល់គ្នារឿងអីអ្នកណាដែលចាញ់
ត្រូវដកខាចេញហើយរត់ស្រាត នាយកលីវស្ដាប់បាននៅ បាទ ប៉ាគ្រូសាហើយជឹងជាគ្រូសាអភិជននៅឡុងឈិនជាគ្រូសាមានមុខមានមាត់ពួកជើងមិនអាចខ្មាស់គេបានទេប៉ានាយកលីវយ៉ាងណាគ្រូសាហើយក៏ជាគ្រូសាល្បីឈ្មោះលោកពិតជាចង់បំផ្លាញគេឈ្មោះគ្រូសាខ្ញុំដើម្បីជាកញ្ចាស់នេះពិតមែនទេ ត្រឹមតែជាគ្រូសាហឺហ៊ានគេកាំងចំពោះសម្ព័ន្ធវត្តហៅផងគួរតែស្រាតខ្លួនឯងឬក៏ឲ្យគេជួយស្រាត ហើយស្រាប់ក៏មិនស្រាប់ដែរ អ្នកយីម អើយណែមិនអុកក៏មិនដកមិនលេងជឿមិនអាចជួយចុះបានទេ មិនក៏មិនឆាប់ចេញទៅអាយ៉ាអ្នកដន្លងមិនក៏មិនឆាប់ប្រាប់ថាស្គាល់អគ្គនាយិកាជាសម្ព័ន្ធវត្តហៅមើលពួកខ្ញុំចង់បណ្ដឹងរឿងទៅតបឯកែ ត្រូវហើយកូនប្រសាខ្ញុំដឹងថាឯងមិនមែនជាមនុស្សធម្មតាទេអំអញមិញគ្រាន់តែដកពិសោធន៍ឯងឥឡូវខ្ញុំប្រកាសធ្វើតេស្តជាប់ហើយថ្ងៃក្រោយអញជាកូនប្រសាគ្រូសាប៉ាយើងហើយម៉ែឥឡូវមិនក៏មិនឲ្យខ្ញុំទម្លាក់កូនក្នុងពោះចោលទៀតភ័យនេះជាចៅសំណប់ម៉ាក់រកនឹកឃើញដាក់ឈ្មោះរួចហើយសម្រាប់អញ្ចឹងចុះបញ្ញាព្រឹកពេលល្អរៀបចំមង្គលការពួកឯងតែម្ដងទៅអ្នកដន្លងយល់យ៉ាងម៉េចដែររឿងមង្គលការខ្ញុំមិនព្រមទេ